នៅប្រទេសថៃឡែនប្រជាជនច្រើនម៉ឺននាក់បានបណ្ដុំគ្នានៅល្ងាចថ្ងៃសៅរ៍នេះដែលមិនទាន់ចប់នៅឡើយទេនៅឯប្រទេសថៃឡែននៅរាជធានីបែងកកសម្ព័ន្ធរាស្ត្រដើម្បីការពារអធិបតេយ្យជាតិដែលមានមេដឹកនាំនៃក្រុមអាវលឿងនិងមេដឹកនាំនៃក្រុមអាវក្រហមបានចូលរួមធ្វើពិធីដង្ហែដ៏ធំចាប់ពីបូជនីយដ្ឋានវិមានជ័យជំនះនៅទីក្រុងបាងកកនិងឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលការទៀមទាមាន3ទី1គឺទៀមទាឲ្យនាយករដ្ឋមន្ត្រីប៉ែតោងតានชินวัตรចាកចេញពីតំណែងទី2ទៀមទាឲ្យបណ្ដាគណៈបកដែលចូលរួមជាមួយភឿថៃនៅក្នុងគណៈរដ្ឋាភិបាលរំសាយខ្លួនទី3ទៀមទាឲ្យព្រះរាជាណាចក្រថៃឡង់បង្ហាញកម្លាំងការពារអធិបតេយ្យភាពដែនដីថៃវងប៉ាតុកវងប៉ាតុកបាទវងប៉ាតុកមានខ្លះបានបំពងសំឡេងមានខ្លះបានបំពងសំឡេងដោយនិយាយថាថាក់សិនชินวัตรបានប្រព្រឹត្តនៅកំហុសចោរកម្មមានពុកអលួយជាដើមចំណែកឯប៉ែតោងតានគឺคล้ายទៅជាខ្ញុំកញ្ជះរបស់កម្ពុជាបំរើនយោបាយកម្ពុជាបំផ្លិចបំផ្លាញព្រះរាជាណាចក្រថៃឡែនដូច្នេះពួកវងបាតកោ the protesters demand the prime minister to resign number 1 number 2 demand all political parties in coalition government to withdraw their participations ទី3 demand that Thailand display meaning that build up forces to defend what the group claim Thai sovereignty. The 3 demands put forward by protesters in Bangkok who gather at the Victory Monument in Bangkok under leadership of organizers who are former yellow shirt group in the past and who are former red shirt group in the past. The red shirt and the yellow shirt group now seem to embrace each other, forming solidarity, organizing fundraising, which they claim that they raise about 20 million baht to set up a protestation demanding the prime minister to resign. The coalition government participated by other political parties to withdraw, and Thailand display forces in defending Thai sovereignty. The 3 demands. The gathering this morning, according to the news from Thailand, Thai Royal Police let the news media know that there are beginning, but now I don't know. Beginning, there are thousands of Thai Royal Police set up patrol checkpoints and emergency services in the vicinity where the protesters gather at Victory Monument. And this afternoon, according to Thai media, there are thousands and thousands of protesters gathered. The news that I received at 6 p.m. in Thailand, that at least 10,000 of protesters gather. ចឹងព័ត៌មាន it
this morning until afternoon it was peaceful rally protest sting but no big trouble police Thai Royal Police is in charge of the situation អញ្ចឹងព័ត៌មានព្រឹកមិញដែលខ្ញុំផ្សាយពីព្រឹកព្រលឹមអល់មក2 ពេកហើយគឺតាមរួតថៃបានឲ្យដឹងថាគេដាក់អង្គភាពដំបូង 2500 នាក់ឲ្យរៀបចំពិនិត្យនិងគ្រប់គ្រងសណ្ដាប់ធ្នាប់នៅតំបន់បូជនីយដ្ឋានវិមានជ័យជំនះនៅរាជធានី Bangkok Thailand ដោយមានការជួបជុំគ្នាណាដោយមានការជួបជុំគ្នានៃអ្នកតវ៉ាដែលរៀបចំឡើងដោយក្រុមមួយហៅថាសម្ព័ន្ធរាថៃដើម្បីការពារអធិបតេយ្យភាពហើយការរៀបចំនោះគឺដឹកនាំឡើងដោយសកម្មជនដែលធ្លាប់ជាមេដឹកនាំនៃក្រុមអាវលឿងនិងមេដឹកនាំនៃក្រុមអាវក្រហមក្រុមទាំងពីរហ្នឹងហាក់ដូចជាចាប់ដៃគ្នាបាទហាក់ដូចជាចាប់ដៃគ្នាធ្វើកិច្ចការអស់ហ្នឹងពួកអាវលឿងមានសន្ធិលឹមថោងគុណហើយខាងពួកអាវក្រហមមានចតុពន្ធព្រំប៉ានប៉ាន់ថេបពួរប៉ងប៉ាននិតិតនឡាំលឿពិចិត្រឆៃយ៉ាម៉ាំងខុនជាដើមដែលគេហៅខ្លួនគេថាជាសម្ព័ន្ធរាដើម្បីការពារអធិបតេយ្យភាពជាតិថៃ The People's Alliance for the Protection of Sovereignty អក្សរកាត់គេដោយបកកុម្មុយនីសថៃអញ្ចឹង CPT ខ្ញុំឃើញ CPT ខ្ញុំឡើងបាសសក់ស្មានបកកុម្មុយនីសថៃណាគេជួបជុំគ្នាហើយបានធ្វើសន្និសីទកសែតពីព្រឹកមិញដំបូងដោយពិចិត្រចៃមង្គលពិចិត្រជ័យមង្គលដែលមេដឹកនាំមួយបានធ្វើការអត្ថាធិប្បាយប្រាប់កសែតនៅការទាមទារ there are 3 demands put forward number 1 Prime Minister must resign number 2 the coalition government parties must withdraw number 3 a show of force to protect national sovereignty នេះគឺជា that was reported by Thai media okay ដល់ល្ងាចឡើងទើបគេបង្ហាញមានច្រើនទៀតហើយក៏មានវាគ្មិននៃបណ្ដាញសង្គមថៃចាញ់ធ្វើនៅ show របស់ខ្លួនច្រើនណាស់ដែលមានជាអាចស្ដាច់បនចាប់សរសៃក៏ចេញមកបង្ហាញទស្សនៈរបស់ខ្លួនដែរឈ្មោះជួវិតកាមុលវិសិទ្ធក៏បានចេញមុខចេញមាត់និយាយឡូឡាតាក់ទងនឹងរឿងតកូលសៀនវត្តដែលមានចំណងមេត្រីភាពជាមួយនឹងតកូលហ៊ុនជាដើមលក្ខណៈនេះគឺជារឿងដែលកើតឡើងបាទរឿងដែលកើតឡើងរីឯនៅប្រទេសកម្ពុជាបាទរីឯនៅប្រទេសកម្ពុជាបាទរីឯនៅប្រទេសកម្ពុជាវិញគឺថ្ងៃទី28ខែមិថុនាឆ្នាំ2025ជាថ្ងៃរំលឹកខួបកំណើតនៃបកប្រជាជនកម្ពុជាដែលព្រឹកមិញនេះមានរៀបចំជាអង្គមេតិញនៅឯសេនាធិការកណ្ដាលនៃបកប្រជាជនកម្ពុជាដែលបកប្រជាជនកម្ពុជារំលឹកខួបទី74នៃថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជា គឺថ្ងៃទី28មិថុនាឆ្នាំ1951ដល់ថ្ងៃទី28មិថុនាឆ្នាំ2025ការប្រារព្ធអង្គមេតិញដ៏ធំបានធ្វើឡើងនៅវិមាន7មករាសេនាធិការធំនៃគណៈបកប្រជាជន
នៅទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍នេះហើយមានប្រារព្ធពិធីជាច្រើននឹងការថ្លែងសាររបស់ប្រធានបកគឺលោកហ៊ុនសែននិងអនុប្រធានបក5រូបមានសម្ដេចសេនាភក្តីសាយឈុំសម្ដេចក្រឡាហោមសខេងសម្ដេចពិជ័យសេនាទាបាញ់សម្ដេចកាត់សង្កហបណ្ឌិតម៉ែនសំអនសម្ដេចបវរធិបតីហ៊ុនម៉ាណែតព្រមទាំងការអញ្ជើញចូលរួមពីសមាជិកសមាជិកានៃគណៈបកប្រជាជនកម្ពុជាជាច្រើនរូបគណៈបកប្រជាជនកម្ពុជាបានបដិសន្ធិឡើងនៅថ្ងៃទី28មិថុនា1951ដោយប្រកាន់ខ្ជាប់នៅគោលបំណងរបស់ខ្លួនគឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជាដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិស្រឡាញ់នៅលទ្ធិប្រជាធិបតេយ្យលទ្ធិប្រជាធិបតេយ្យបានកុំច្រឡំណាប្រជាធិបតេយ្យមានច្រើនយ៉ាងលទ្ធិប្រជាធិបតេយ្យកាលនោះលទ្ធិជាប្រជាធិបតេយ្យប្រជាមានិតនិយមឬក៏សង្គមនិយមសន្តិភាពដោយមិនប្រកាន់វណ្ណៈមិនប្រកាន់ជីវភាពដើមកំណើតជំនឿសាសនាអតីតភាពដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពានការត្រួតត្រាការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាងការពារសមិទ្ធផលសង្គមជាតិនិងកសាងប្រទេសឯកកម្ពុជាឲ្យទៅជាប្រទេសឯករាជ្យមួយសន្តិភាពសេរីភាពប្រជាធិបតេយ្យអព្យាក្រឹតភាពនិងវឌ្ឍនភាពសង្គមសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍លើការប្រារព្ធពិធីអង្គមេតេញអបអរសាទរខួបលើកទី74នៃថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជាថ្ងៃនេះដើម្បីគោរពនិងដឹងគុណដល់វីរភាពរបស់វីរជនស្នេហាជាតិទាំងអស់ដែលបានបូជាជីវិតដើម្បីការពារប្រទេសនិងបូរណភាពដែនទឹកដីគណៈបកប្រជាជនកម្ពុជាមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំសម្រាប់ការដឹកនាំគណៈបកដើម្បីធានាការអភិវឌ្ឍសន្តិភាពជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋសម្ដេចបានបន្តថាគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកដែលដើរនិងរួមសុខទុក្ខជាមួយប្រជាជនជានិច្ចពោលគឺនិយាយពិតធ្វើពិតសម្ដេចបន្តថារដ្ឋាភិបាលពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនប្រលានយន្តហោះព្រែកជីកហ្វូណនដៃជោនិងផ្លូវនិងសមិទ្ធផលទាំងអស់គឺដើម្បីប្រយោជន៍ប្រជាជនគណៈបកប្រកាន់ខ្ជាប់និងកសាងព្រះរាជាណាចក្រកម្ពុជាមួយដែលមានសេដ្ឋកិច្ចប្រាកដប្រជាបរិយាបន្នខ្ញុំអត់ចេះពាក្យហ្នឹងអត់យល់គេមិនដឹងមានន័យថាម៉េចអបរិយាបន្នហ្នឹងសមភាពសង្គមប្រជាជនមានចំណេះដឹងមានជីវភាពរស់នៅសមរម្យចាកផុតពីភាពក្រីក្រសម្ដេចតេជោបញ្ជាក់ពីការប្រឆាំងនឹងចលនាជ្រុលនិយមដែលមានចេតនាបំផ្លាញសន្តិសុខនិងសុខសន្តិភាពនៃកម្ពុជាដូច្នេះជនទាំងឡាយដែលជាប់ជំពាក់នឹងចលនាជ្រុលនិយមបែបនេះនឹងអាចចូលខ្លួនក្នុងសំណាញ់ច្បាប់មិនខានឡើយគណៈបកសូមប្រកាសគាំទ្រពេញទំហឹងចំពោះការចាត់ការរបស់រាជរដ្ឋាភិបាលដែលនាំសំណុំរឿងប្រាសាទតាមាន់តូចតាមាន់ធំតាក្របីតំបន់មុំ3ទៅកាន់តុលាការនាទីក្រុងឡាអេនិងគាំទ្ររាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីសម្ដេចតេជោបានប្រកាសជាថ្មីម្ដងទៀតថានឹងមិនលើកលែងឲ្យបុគ្គលណាដែលចិញ្ចឹមចិត្តបំផ្លិចបំផ្លាញនៅសុខសន្តិភាពនៅកម្ពុជាដែលកំពុងកើតមានសពថ្ងៃនេះឡើយក្នុងកាលៈទេសៈណាក៏ដោយនោះសម្ដេចថ្លែងអរគុណនិងកោតសរសើរដល់កងទ័ពទាំងអស់ដែលកំពុងតែឈរជើង
នៅតាមព្រំដែនយ៉ាងស្វាហាប់ក្លាហានដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បរទេសជិតខាងនេះគឺជាការជួបជុំគ្នានៅមហាអង្គមេតិញរំលឹកខួបទី74នៃគណៈបកប្រជាជនកម្ពុជាថ្ងៃទី28មិថុនា51ដល់28មិថុនា2025ដូច្នេះនៅប្រទេសកម្ពុជាកំពុងតែក្រវីទង់ជាតិនិយមយ៉ាងខ្លាំងក្លាក៏ដូចជានៅប្រទេសថៃដែលកំពុងតែក្រវីទង់ជាតិនិយមយ៉ាងខ្លាំងក្លាដែរប្រទេសកម្ពុជានិងប្រទេសថៃឡង់កំពុងតែក្រវីទង់ណាកំពុងតែក្រវីទង់យ៉ាងខ្លាំងក្លានៅក្នុងគោលដៅជាតិនិយមរៀងខ្លួនធ្វើឲ្យខ្ញុំនឹកឃើញដល់ប្រវត្តិពីសម័យ50 60 ឆ្នាំមុនដែលប្រទេសថៃឡែនក៏ដូចជាប្រទេសកម្ពុជាសុទ្ធតែមានចលនាជាតិនិយមទាំងអស់ហើយរឿងទឹកដីរឿងអីនេះគឺជារឿងដែលធ្លាប់កើតមានឡើងនៅទសវត្សរ៍ទី30 40 50 60 70រហូតដល់បច្ចុប្បន្ននេះតែងតែកើតឡើងលើកនេះចលនាជាតិនិយមក៏ផុសផុលឡើងច្រើនណាអញ្ចឹងខ្ញុំទទួលនៅសំណួររបស់បងប្អូនហើយនឹងបញ្ចេញមតិជូនបាទសួស្តីចាក់លី B2B Justin វិបុល Moni Steven កៅម៉ាប់រតនាឌូរៀនស្ថាវិនសវលីហាយសុកហេងGJI ដាត់ឡូ my name ទីជាតិស្វាយនាងអូនវិសានុថែវតាងច័ន្ទថនហ្វាកាច័ន្ទរិទ្ធហុយវឿនអ៊ំថេងបុត្រារាបឺតពុទ្ធិពងវុទ្ធីតារាមានចម្ងល់បើតំបន់ដែលកំពុងមានបញ្ហាថៃថាជារបស់ថៃដោយយោងតាមខ្សែផែនទីរបស់គេចុះព្រំដែនដែលបានកំណត់រួចមកកន្លងនោះប្រើផែនទីណារឿងចុងក្រោយតារាហៅរឿងចុងក្រោយគឺជាភារៈនិងសមត្ថកិច្ចនៃរាជរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតយោងតាមអនុសារណៈឆ្នាំ2000កម្ពុជានិងថៃឡែននៅក្នុងមាត្រា1នៃអនុសារណៈបានបង្ហាញថាព្រមព្រៀងប្រើឯកសារជាមូលដ្ឋានប្រវត្តិសាស្ត្រគឺអនុសញ្ញាឆ្នាំ1904និងអនុសញ្ញានិងសន្ធិសញ្ញាឆ្នាំ1907នៅពេលដែលមាត្រា1នៃអនុសារណៈឆ្នាំ2000ទទួលយល់ព្រមដោយភាគីថៃឡែននិងកម្ពុជាប្រើប្រាស់ឯកសារមូលដ្ឋានប្រវត្តិសាស្ត្រអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907បានដល់ការប្រើប្រាស់នៅផែនទីមាត្រដ្ឋាន1លើ200,000រីឯការព្រមព្រៀងគ្នាលើខ្សែបន្ទាត់ព្រំដែនគឺជាសេចក្តីសម្រេចរបស់អង្គការ3ដែលទទួលបន្ទុកលើកិច្ចការដោះស្រាយព្រំដែនរវាងប្រទេសទាំងពីរអង្គការធំទទួលខុសត្រូវគឺអង្គការហៅថាគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃឡែនដែលអង់គ្លេសហៅថា Joint Border Committee អក្សរកាត់ហៅថា JBC ក្រោមអង្គការនោះមានអង្គការមួយទៀតដែលទទួលបន្ទុកលើកិច្ចការព្រំដែនជាទូទៅដែលត្រូវឡើងទៅគណៈកម្មាធិការព្រំដែនចម្រុះ JBC ហៅថា General Border Committee បន្ទាប់មកទៀតមានអង្គការមួយទៀត
ដែលជាអង្គការតាមតំបន់ឬភូមិភាគឬខេត្តដែលរវាងខេត្តនិងខេត្តរវាងតំបន់ឬភូមិភាគនិងភូមិភាគទំនាក់ទំនងគ្នាដើម្បីកុំឲ្យមានបញ្ហាព្រំដែនហៅថា territorial ឬក៏ regional or provincial border committee អង្គការដែលទទួលខុសត្រូវកិច្ចការ3ហ្នឹងអង្គការ JBC គឺជាអង្គការដែលថ្នាក់ជាតិអ្វីយកមកផ្ដល់ឲ្យជាព័ត៌មានចំពោះគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលប្រទេសកម្ពុជានិងរាជរដ្ឋាភិបាលប្រទេស Thailand JBC is the group set up or organization set up in charge of border affairs reporting to the Council of Ministers reporting to the cabinet of government of respective country which mean Cambodia Thailand ចំណែក General Border Committee GBC គឺជាអង្គភាពសម្របសម្រួលដោះស្រាយធ្វើកិច្ចការមួយចំនួនដែលផ្ដល់ព័ត៌មានហ្នឹងមកឲ្យ JBC ដែល JBC ធ្វើការជាមួយនឹង GBC ចំណែកឯ Territorial Border Committee ឬក៏ Provincial or Regional Border Committee គឺជា local set up in order to communicate addressing and solving any issues according to regional territorial sector or provincial by both civilian and military administration ពលគឺគណៈកម្មការនោះទាហាននៅតំបន់ហ្នឹងនៅច្រកព្រំដែនហ្នឹងនៅប៉ុស្តិ៍ល្បាតព្រំដែនហ្នឹងនៅទ្វារបាលហ្នឹងភូមិភាគហ្នឹងឬក៏អង្គភាពស្វ័យយ័តហ្នឹងឬក៏ចំណុចអន្តរាគមន៍ហ្នឹងទាហានតាក់ទងនឹងទាហានរវាងថៃនិងកម្ពុជាអភិបាលខេត្តអភិបាលស្រុកបើមានតួនាទីនៅក្នុង Territorial Committee ហ្នឹងក៏ធ្វើការអញ្ចឹងអ្វីគឺឡើងតាមឋានានុក្រមរបស់ខ្លួន The report of issues relating to the territorial or regional or provincial border committee are reported to the chain of administrative structure or to the chain of command ពលគឺរាយការណ៍ជូនទៅតាមឋានានុក្រមនៃរដ្ឋបាលនិងជូនទៅកាន់ឋានានុក្រមនៃសេនាធិការនឹងអញ្ចឹងតាមខ្ញុំយល់អត់មានណាប្រាប់ខ្ញុំទេតាមខ្ញុំយល់គណៈកម្មការ2នៅខាងក្រោម JBC គឺជាគណៈកម្មការសម្របសម្រួលដោះស្រាយទៅតាម jurisdiction យត្តាធិការតូចរបស់ខ្លួនអ្វីដែលដោះស្រាយនោះគឺឲ្យតាន់ពេលវេលាកុំឲ្យបន្ទាត់ព្រំដែន Thailand កម្ពុជាជួបនឹងឧបសគ្គបើតាមការរៀបចំនេះ according to the set up of such an organizational mechanism យោងទៅតាមការរៀបចំនៃរចនាសម្ព័ន្ធបែបនេះគឺខ្ញុំក៏លេចមើលទៅប្រទេសកម្ពុជានិងប្រទេស Thailand បានរៀបចំអង្គការការងារល្អណាស់វាមានអង្គការមានគណៈកម្មការ3វាល្អក៏ប៉ុន្តែខ្ញុំឃើញចំណុចខ្សោយ I observe and I see the flaws តាំងពីឆ្នាំ2000មកដោយមិនគិតពីឆ្នាំ1994ទេគឺតាំងពីឆ្នាំ2000មក JBC did not work regularly that is the flaw ចំណុចដែលខ្វះខាតខ្លាំងគឺតាំងពីឆ្នាំ2000មកគណៈកម្មាធិការព្រំដែនចម្រុះមិនបានធ្វើការងារទៀងទាត់ទេ JBC did not work regularly on border issues since the signing of MOU 2000 សំណួរសួរថាតើហេតុដូចម្ដេចបានជា JBC គណៈកម្មការព្រំដែនចម្រុះមិនមានធ្វើការទៀងទាត់តាំងពីឆ្នាំ2000មកខ្ញុំអត់ដឹងក៏ប៉ុន្តែនេះគឺជាចំណុចខ្វះខាត
ជាចំណុចខ្សោយបានសេចក្តីថាអង្គការ JBC គណៈព្រំដែនចម្រុះ JBC ធ្វើការអត់ទៀងទាត់ដែលមកពីធ្វើការមិនទៀងទាត់ហ្នឹងហើយបានជាវាកើតបញ្ហាហ្នឹងក្បាលហ្នឹងចំណុចដែលខ្ញុំចាប់បានណាចំណុចដែលខ្ញុំចាប់បានដែលខ្ញុំសង្កេតទៅណា the way I observe the way I look at it the way I study the set up mechanism I see the flaws that the JBC did not perform its regular task มันបំពេញតាមទៅចំណែកឯ General Border Committee and other territorial administrative committee they are not the one in charge of border affairs they are the one who try to contact to have regular contact to do field report of border issues they do not have the authority to decide on whatever if they receive map បើគណៈកម្មការព្រំដែនទូទៅគណៈកម្មការព្រំដែនមូលដ្ឋានធ្វើអីទាស់អីនៅក្នុងបន្ទាត់ព្រំដែនគឺពឹងទៅលើឯកសារផែនទីនិងការណែនាំដែលទទួលបានពី JBC តាមរយៈនៃសេនាធិការឬក៏ឋានានុក្រមរដ្ឋបាលរបស់ខ្លួនឧទាហរណ៍ថាវាមានដីម្ដុំចៃដន្យអីណាប្រជាជនពីខាងកម្ពុជាទៅជីកទៅពាំងហើយស្រាប់តែថៃបាញ់ស្លាប់ដោយល្បាតថៃអះអាងថាជនពីកម្ពុជានោះបានចូលទៅរុករកផលធម្មជាតិនៅលើដីរបស់គេគណៈកម្មការព្រំដែនមូលដ្ឋានដែលមានមន្ត្រីស៊ីវិលនិងយោធាឬក៏នគរបាលនឹងទៅមើលថាតើជនរងគ្រោះខ្មែរនោះឬក៏ជនរងគ្រោះពីកម្ពុជានោះពិតជាបានត្រូវគេបាញ់នៅលើដីថៃឬទេសួរថាធ្វើម៉េចបានដឹងគឺមន្ត្រីមូលដ្ឋានដែលទទួលខុសត្រូវតាក់ទងនឹងគណៈកម្មការព្រំដែននោះប្រើប្រាស់នៅផែនទីដែលសេនាធិការនិងរចនាសម្ព័ន្ធរដ្ឋបាលរបស់កម្ពុជាផ្ដល់ឲ្យគ្នាអត់ដឹងទេគ្នាពឹងលើអ្វីដែលគ្នាមានពីខាងលើខ្ញុំឲ្យណាចុះបើនៅតាមព្រំដែនហ្នឹងវាមានរឿងច្រើនយ៉ាងមានតាក់ទងនឹងច្រកព្រំដែនផ្លូវការអន្តរជាតិវាតាក់ទងច្រកព្រំដែនបន្ទាប់បន្សំនិងច្រករបៀងវាតាក់ទងនឹងចរាចរណ៍អីកិច្ចការនោះlocal border committee don't have much to say អត់មានអីនិយាយទេវាស្រេចទៅលើ General Border Committee ជាអ្នកមើលកិច្ចការហ្នឹងហើយរាយការណ៍ឡើងទៅតាមឋានានុក្រមរបស់ខ្លួនរឿងបិទច្រកព្រំដែនរឿងបើកច្រកព្រំដែនរឿងអនុញ្ញាតឬក៏ពិនិត្យមើលការដឹកជញ្ជូនទៅមកអីវាជាកិច្ចការរបស់ GBC តាក់ទងខ្លះចំណែកឯ Local Border Committee គ្នាគ្មានអីច្រើនទេណាចុះបើវាមានការទាស់គ្នានៅលើបន្ទាត់ព្រំដែនដូចជាឧបមាថាខាង Thailand សង់សំណង់អ្វីមួយអាគារហើយវាជន់មកលើដីកម្ពុជា GBC General Border Committee ហ្នឹងទៅនិយាយជាមួយបើនិយាយទៅដោះស្រាយបានវាដោះស្រាយបានបើដោះស្រាយមិនបានទេត្រូវរាយការណ៍ទៅឋានានុក្រមដែលឋានានុក្រមហ្នឹងយកទៅចរចាតាមរយៈ mechanism ណាមួយយន្តការណាមួយដែលព្រមព្រៀងរវាងរាជការថៃនិងរាជការកម្ពុជានេះគឺអ្វីដែលខ្ញុំយល់សូមបញ្ជាក់ថាអ្វីដែលខ្ញុំយល់ហ្នឹងអាចគេអត់ធ្វើអញ្ចឹងអាចថៃនិងកម្ពុជាហ្នឹងមិនអនុវត្តអញ្ចឹងតែមិនបានខ្ញុំយល់ឧទាហរណ៍មានអ្នកផ្កើនមកសួរថាម៉េចតែឯងដឹងពីព្រោះអញរៀនរដ្ឋបាលអញ្ចឹងនៅក្នុងយន្តការរដ្ឋបាលទូទៅ administrative mechanism វាតែងតែធ្វើអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះគឺជាការយល់ដឹងទូទៅតែគេអាចធ្វើខុសពីនឹងខ្លះទោះបីគេធ្វើខុសពីនឹងខ្លះក៏ដោយក៏អ្វីដែលមានស្រេចនៅកម្ពុជានិង Thailand គឺរៀបរយហើយ
ចឹងសំណួរសួរតទៅទៀតថាបើរៀបរយហើយមិនក៏តោះគ្នាលោកអ្នកប្រុសស្រីប្រិមិត្តទំនាស់តាមខ្សែព្រំដែនវាតែងតែមានមិនចេះឈប់ទេតែងតែមានមិនចេះឈប់ទេឧទាហរណ៍ថាព្រំដែនកម្ពុជាវៀតណាមដែលបច្ចុប្បន្ននេះ 86% បានសម្រេចការចែកដែនខណ្ឌសីមានិងការបោះបង្គោលរួចហើយយោងទៅតាមព័ត៌មានដែលចុះលើឯកសារពិធីសារនៅឆ្នាំ2019វា6ឆ្នាំមុននេះយោងតាមនឹងសំណួរសួរថាតើបន្ទាត់ព្រំដែន86% រវាងកម្ពុជានិងវៀតណាមមានបញ្ហាទេចម្លើយថាមានតែបញ្ហាតូចតាចហើយបញ្ហាហ្នឹងlocal border committee regional local and provincial bordering each other on the borderline of Vietnam and Cambodia can address the problem can address the problem វាមានសូត្រវាមានណាវាអាចកើតឡើងអញ្ចឹងតែដោយសារព្រំដែនកម្ពុជាវៀតណាមត្រូវបានកំណត់ត្រូវបានពង្រឹងត្រូវបានរៀបចំនៅផែនទីថ្មីដែលមានមាត្រដ្ឋាន1 លើ 25,000 ពេលនោះសេនាធិការកងទ័ពនគរបាលមន្ត្រីរដ្ឋបាលមូលដ្ឋានភូមិឃុំស្រុកខេត្តនឹងមានឯកសារដែលប្រគល់ឲ្យទៅតាមឋានានុក្រមនៃរាជការកម្ពុជាប្រើប្រាស់សំណួរសួរថាមានបញ្ហាទេវានៅតែមានតែដោយសារព្រមព្រៀងហើយក៏ដោះស្រាយទៅតាមនឹងចុះចំណុច 14% ដែលមិនទាន់សម្រាប់នៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមតើមានបញ្ហាអាចមានបញ្ហាហើយក៏ដោះស្រាយណាត្រង់ហ្នឹងអញ្ចឹងទោះបីព្រំដែនអាមេរិកមេហិកូព្រំដែនអាមេរិកកាណាដាក៏នៅតែមានបញ្ហាវាមិនដែលចេះចប់ទេណាវាមិនដែលចេះចប់ប៉ុន្តែគាត់ថាវាតូចហើយគេដោះស្រាយបានដោយគេមិនច្បាំងគ្នាអញ្ចឹងខ្ញុំរៀបរាប់ជូនប៉ុណ្ណឹងណាបាទបងដេតឡូវខ្ញុំសូធរបាទធរទាំងព្រឹកម៉ាក់អារ៉េចតើយើងអាចដកខ្លួនចាញ់ពីសម្ព័ន្ធឥណ្ឌូចិនបានដែរឬទេសំណួរហ្នឹងតើឆ្លើយចេះចៅតើចៅមានមូលហេតុអីដែលគិតថាកម្ពុជាត្រូវដកខ្លួនមូលហេតុចៅមូលហេតុអីវាតលតែមានមូលហេតុដែលបច្ចុប្បន្ននេះប្រទេសកម្ពុជារាជរដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាអត់មានមូលហេតុអត់មានហេតុទៅដកទេអូខេអញ្ចឹងតលតែឲ្យមូលហេតុតែមូលហេតុអីទៅដកខ្លួនចេញពីសម្ព័ន្ធឥណ្ឌូចិនណាយុទ្ធធីប៉ែន Good morning សូភាអ្នកប្រាជ្ញភីរំផាណាភគង្គរតនៈព្រឹទ្ធារងសាលឿតវ៉ាន់ប៉ុលរឿងអំណាចសម្ព័ន្ធឥណ្ឌូចិនខ្ញុំយល់តែរឿងអាម៉ាតខ្ញុំមិនសូវយល់ចង់ដឹងថាតើរវាងអាម៉ាតនិងព្រះចៅតើមួយណាមានឥទ្ធិពលលើមួយណាក្មួយអាចរកសិភៅនេះនៅប្រទេសថៃឡែនយកមកអានបានពីព្រោះវាមានលក់នៅឡើយណាសិភៅនេះភៅច្រើនយកមកទាញចុះទាញឡើងទៅរកកន្លែងដើរបានសិភៅនេះក្មួយភៅនេះ Knights of the Realm Thailand's military and police then and now សរសេរដោយ Paul Chamber ជា editor ទេអូខេនេះកត់ទុកសភៅនេះបោះពុំដោយរោងពុំ Lotus Thailand
អូខេនេះក្រាស់កម្រាស់កម្រាស់ជាង700ទំព័រនឹងជូនសិភៅតែក្មួយគាត់បីអានបន្ទាប់មកទៀតនៅបណ្ណាល័យថៃវាមានសិភៅដែលខ្ញុំនៅបណ្ណាល័យខ្ញុំនឹងមានគេហៅថាជាអង់គ្លេសណាកូនមិនមែនជាថៃទេថាចំណងជើងវាតាក់ទងនឹងពាក្យប្រហែលម៉ាត់នេះអូខេសិភៅនៅបណ្ណាល័យរបស់ថៃជាភាសាអង់គ្លេសសិភៅហ្នឹងមិនក្រាស់ទេស្ដើងប្រហែលជា50ទំព័រទេឬក៏70ទំព័រទេច្រើនក្បាលដែលគេហៅថាវាជា local English edition វាមិនមែនជាគេបោះសម្រាប់គេមិនបោះហើយគេដាក់ ISBN សម្រាប់លក់អន្តរជាតិទេណាអានេះគេលក់ជាអន្តរជាតិគេដាក់ណាគេដាក់អញ្ចឹងណាមួយកាលណាគេលក់ជាអន្តរជាតិគេដាក់អញ្ចឹងអូខេគេមាន international serial book number អញ្ចឹងប៉ុន្តែសិភៅដែលខ្ញុំនិយាយថានៅក្នុងបណ្ណាល័យថៃហ្នឹងគឺជាសិភៅជាភាសាអង់គ្លេសតែបោះសម្រាប់ថៃមើលទេណាដែលមានឈ្មោះស្រៀងហ្នឹងគេហៅ Thai Military Elite ណាដែលប្រែជាភាសាខ្មែរគេហៅថាអភិជនគឺឧត្តមសេនីយ៍ថៃណា Elite នេះគឺឧត្តមសេនីយ៍ហ្នឹងបាទចាំតែខ្ញុំបិទពេលអត់លឺសូរខ្លាំងដល់ឡាអូខេអញ្ចឹងទី1សិភៅដែលខ្ញុំជូនហ្នឹងដែលមានជាង700ទំព័រហ្នឹងហើយនៅក្នុង local Thai ឬក៏ University Library មានសិភៅជាភាសាអង់គ្លេសហៅថា Thai Military Elite ដែលបោះពុំពីឆ្នាំ40 50 60 70មកដែលតាក់ទងនឹងគេហៅថានាយទាហានជាន់ខ្ពស់ថៃកាលណាក្មួយអានសិភៅនោះទៅក្មួយនឹងចាប់ផ្ដើមស្គាល់ឈ្មោះThai Military Elite ក្មួយចាប់ផ្ដើមស្គាល់ឈ្មោះដល់ក្មួយចាប់ផ្ដើមស្គាល់ឈ្មោះហ្នឹងរបស់ដែលក្មួយយកចិត្តទុកដាក់ជាងគេគឺជំនាន់នៅរាជបណ្ឌិតសភាយោធាចុលាចោមខ្លៅកាលណាយើងស្គាល់ឧត្តមសេនីយ៍ថៃទាំងកងទ័ពជើងគោកជើងអាកាសជើងទឹកឧត្តមសេនីយ៍ថៃទាំងអស់នោះវាភាគច្រើនគឺតាក់ទងនឹងរាជបណ្ឌិតសភាយោធាចុលាចោមខ្លៅបានសេចក្តីថាទាហានអស់ហ្នឹងឧទាហរណ៍ដូចអាភូមិភាគ2ណាវាចាញ់ពីសាលាណាណាឧទាហរណ៍ថា Supreme Commander របស់ភូមិន្ទថៃឥឡូវវាចាញ់ចំនួនទីប្រមាណយើងទៅមើលអាទិត្យកម្លាំងឯកសុចិន្តាក្រាប្រយុនចាវិលិតយងឆាយយុទ្ធប្រែមទុសឡានុនគ្រឿងសាក់ឆាមណាន់ទាំងអស់ហ្នឹងវាចាញ់ពីចំនួនណាវាចាញ់ពីចំនួនណាកាលណាក្មួយមើលហើយក្មួយនឹងបានទទួលព័ត៌មានមួយណា you get one specific information រៀងរាល់រដ្ឋប្រហារ30-40 ដងនៅ Thailand 30 ដងជាងនៅ Thailand I don't know more than 30រៀងរាល់រដ្ឋប្រហារគេមិនដែលធ្វើរដ្ឋប្រហារច្បោកច្បល់ទេឲ្យតែកងទ័ពភូមិន្ទថៃធ្វើរដ្ឋប្រហារគឺទាហានដែលដឹកនាំរដ្ឋប្រហារគឺទៅតាមចំនួនគឺទៅតាមចំនួនទៀបសំណាងគេអត់ហៅខ្សែបាក់ពោះទេគេហៅចំនួន
ចំនួនពីព្រោះថៃគឺប្រកាន់យកប្រពៃណីចំនួនហ្នឹងគឺយកចលាចំខ្លៅហ្នឹងជាធំជាងគេចលាចំខ្លៅហ្នឹងបាទយកតាមចំនួនហើយបើវាធ្វើរដ្ឋបហាវាធ្វើតាមចំនួនរបស់វាណាហើយបើវាឡើងធ្វើនាយករដ្ឋមន្ត្រីវាមិនងាយឡើងធ្វើនាយករដ្ឋមន្ត្រីឯងទេគឺវាឡើងធ្វើនាយករដ្ឋមន្ត្រីវាជាមេចំនួនឬបងគេហៅសិស្សបងចំនួនណាសវណ្ណពលវាជាសិស្សបងចំនួនឧទាហរណ៍ចលាចំខ្លៅចំនួនទី10កាលនៅសិក្សាចលាចំខ្លៅអ្នកណាជារៀមច្បងបារាំងថា major អ្នកណាជា major ហើយបើជាអង់គ្លេសថាអ្នកណាជា leader of that ចំនួនកាលចំនួនហ្នឹងចែងមកអ្នកណាជាមេនៅក្នុងសាលាចំនួនហ្នឹងអ្នកណាជាមេណាហើយបន្ទាប់មកទៀតគេមើលពីរបៀបឡើងស័ក្តិឧទាហរណ៍ថាត្រូវឲ្យប្រធានចំនួនឧទាហរណ៍ថានាយករដ្ឋមន្ត្រីបច្ចុប្បន្នឧទាហរណ៍ថាជាឧត្តមសេនីយ៍ប្រែមទុសុលានុនយើងមើលទៅនាយទាហាននៅក្នុងចំនួនប្រែមទុសុលានុនឡើងទាំងអស់ចុះបើមានអ្នកណាអត់ឡើងអ្នកនឹងគេអត់ទុកចិត្តឬក៏អ្នកនឹងធ្លាប់មានអីខុសណាដូចសម័យគ្រឿងស័ក្តិគាត់យក2ចំនួនឲ្យឡើងចំនួនគាត់ហើយចំនួនប្អូនគាត់ចំនួនបន្ទាប់ពីគាត់លើកតម្កើង2ចំនួនអូខេនេះគឺជារបៀបត្រឡប់មកក្រោយពីបានដឹងអំពីរបៀបអស់នឹងហើយត្រូវដឹងចេះត្រូវដឹងថាឧទាហរណ៍ទៅចំនួនទី10វាធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីម្នាក់ហើយនៅពេលដែលវាធ្លាប់ធ្វើនាយករដ្ឋមន្ត្រីវាឈប់ធ្វើនាយករដ្ឋមន្ត្រីវាចាស់ទៅហើយក៏ប៉ុន្តែតើចំនួនរបស់វាហ្នឹងណាចំនួនវាហ្នឹងពេលដែលវាឡើងធ្វើនាយករដ្ឋមន្ត្រីហ្នឹងដល់ពេលវាឈប់ទៅជានាយករដ្ឋមន្ត្រីតើចំនួនវាហ្នឹងប្រហែលអ្នកឡើងទៅ Privy Council ស្អីទៅ Privy Council ក្រុមប្រឹក្សាព្រះចៅក្រុមប្រឹក្សាសម្ដេចព្រះចៅដូចយើងហ៊ុនសែនជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រអញ្ចឹងណាឧត្តមក្រុមប្រឹក្សាអញ្ចឹងណាអាហ្នឹងគេហៅ Privy Council តើទាហានហ្នឹងវាឡើងធ្វើនាយករដ្ឋមន្ត្រីហើយវាឡើងទៅជាក្រុមប្រឹក្សាព្រះមហាក្សត្រហ្នឹងនរណាខ្លះបាទនរណាខ្លះបើវាឡើងណាអានោះហើយគេហៅរាជអង្គរៈនៅថៃគេហៅរាជអង្គរៈដែលអង់គ្លេសគេហៅ knight ហ្នឹងមិនមែនជារាជអង្គរៈទេគឺជាពាក្យអង់គ្លេសដែលវាកើតឡើងនៅក្នុងសម័យសាសនាគ្រិស្តគ្រប់គ្រងប្រទេសកាលពីដើមឡើយនៅអង់គ្លេសក្រៅពីស្ដេចគឺអង្គការសាសនាគ្រិស្តហ្នឹងហើយអង្គការសាសនាគ្រិស្តហ្នឹងគាត់មានក្រុមមនុស្សគាត់ហ្នឹងគេហៅ knights ហ្នឹងដែលយើងយកមកប្រៀបធៀបនឹងចិនគេហៅថាអ្នកក្លាហានដែលបកូនណាត្រូវការប្រើអីណា knight បើប្រៀបធៀបទៅនឹងជប៉ុនវាជា samurai អា knight ហ្នឹងដូច samurai នៅស្រុកជប៉ុនអញ្ចឹងជប៉ុនកាលណាអធិរាជជប៉ុនកាន់កាប់អំណាចវាត្រូវការsamurai នៅជប៉ុនត្រូវការ samurai ដល់បានទេនៅអង់គ្លេសស្ដេចអង់គ្លេសឡើងកាន់អំណាចគឺដាក់ knight ជុំវិញអញ្ចឹងហើយបានជាមានប្រពៃណីមួយមនុស្សខ្លះស្ដេចអង់គ្លេសត្រូវតែងតាំងជាសមាជិក knight ក្រោយមកគេតែងតាំង civil ផងបើអ្នកណាទទួលនៅឋានៈជា knight អ្នកហ្នឹងត្រូវគេដាក់ដាវលើស្មាស្ដេចហ្នឹងដាក់ដាវលើស្មាអញ្ចឹងទៅគេឧបកិច្ចទៅបានទៅជា knight ដែលពីដើមឡើយ knight នេះគឺជាអ្នកក្លាហានប៉ុន្តែនៅក្នុងរាជានិយមហៅថារាជអង្គរៈបានជាសភៅនេះ700ចំពោះជាងនេះគេដាក់ថារាជអង្គរៈនៃឋានថៃ Knights of Realm រាជអង្គរៈនៃឋានថៃណារាជអង្គរៈនៃឋានថៃបានពល Knights of the Realm ណារាជអង្គរៈនៃឋានថៃណាហើយពួករាជអង្គរៈនៃឋានថៃហ្នឹងខ្ញុំមិនដឹងថាគេដូរឲ្យនៅទេណាប៉ុន្តែកាលដែលខ្ញុំនៅ Thailand រាជអង្គរៈនេះគេហៅថាសេនាអាវក្រហម
គេហៅថាសេនាអាវក្រហមដោយគេសម្គាល់លើឯកសណ្ឋានទ្រង់យោះពណ៌ក្រហមហើយមិនបានជាសមាជិកក្រុមប្រឹក្សាព្រះសម្ដេចព្រះចៅហ្នឹងពេលឯកសណ្ឋានវាទៅជាពណ៌ក្រហមគេហៅថារាជអង្គរៈជាសេនាអាវក្រហមចុះមិនបានគេយកក្រហមខ្ញុំប្រាប់ទៀតឲ្យយល់ក្រហមថ្មីបាត់តែយកពីអង់គ្លេសមកមែនគេហៅថា color of truth វាជាប្រពៃណីតែគេយកពីអង់គ្លេសមកមែនប៉ុន្តែអង់គ្លេសវាយកតាមឥណ្ឌាវាយកតាមឥណ្ឌាអង់គ្លេសហ្នឹងវាមិនមែនបង្កើតមកយកក្រហមហ្នឹងទេប៉ុន្តែវាជាប់តាក់ទងនឹងគេហៅថា Indo-European culture វាយកតាមឥណ្ឌាមិនមែនឥណ្ឌាសប្ងៃទេណា no not តាមរ៉ូម៉ាន់គឺយកតាមឥណ្ឌាទេណាយកតាមឥណ្ឌាទេមិនមែនឥណ្ឌាសប្ងៃទេណាឥណ្ឌាសប្ងៃគេហៅ modern India ប៉ុន្តែឥណ្ឌាដែលខ្ញុំនិយាយហ្នឹងគឺវប្បធម៌វេទយកតាមវេទគេចែកវណ្ណៈក្សត្រិយៈណាព្រាហ្មណ៍វៃស្យៈហើយនឹងសូត្រអូខេវណ្ណៈទាំង4នេះសម្គាល់ដោយពណ៌ក្សត្រិយៈក្សត្រក្រហមអូខេព្រាហ្មណ៍សវៃស្យៈខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងពណ៌ខ្ញុំត្រូវបើកសភៅសុទ្ធពណ៌ខ្មៅអូខេអញ្ចឹងរាជអង្គរៈគឺសេនាដែលត្រូវពាក់ឯកសណ្ឋានពណ៌ក្រហមនៅពេលបន់ទានពាក់ពណ៌ក្រហមមិនបានគេពាក់ពណ៌ក្រហមពីសម័យបរមបុរាណនៅសៀមក៏ដោយនៅអង់គ្លេសក៏ដោយនៅអ៊ីតាលីក៏ដោយនៅនេះនៅរុស្ស៊ីក៏ដោយណាគឺពីដើមឡើយឲ្យតែចូលទៅក្នុង night ឲ្យតែចូលទៅក្នុងរាជអង្គរៈណាគេចាត់ទុកថាជាវណ្ណៈភាពដែលអាចឡើងធ្វើស្ដេចបានថ្ងៃណាមួយបើស្ដេចងាប់ទៅដូចនៅ Thailand ឆ្នាំ1700ជាងដឹងប្រហែលនេះខ្ញុំភ្លេចទៅ1700ប្រហែលនេះរាមាទី1កាលពីដើមឡើយហ្នឹងគាត់ជាសម្ដេចមហាក្សត្រគេហៅថាសម្ដេចព្រះមហាក្សត្រគាត់ឈ្មោះដួងសម្ដេចណាព្រះមហាក្សត្រសឹកដួងពីដើមណាស្ដេចទី1រាមាទី1ហ្នឹងណាយ៉តហ្វាចុលាលោកហ្នឹងគាត់មានឋានៈជារាជអង្គរៈរបស់ស្ដេចតក្សិណដែលមានងារថាសម្ដេចមហាក្សត្រសឹកប្រែជាខ្មែរហៅថាសម្ដេចព្រះមហាក្សត្រសឹកដែលភាសាបារាំងវាជា Supreme Commander ឬក៏ជា Spearhead Commander ឬក៏ជាសេនាប្រមុខដូចនៅយួនសម័យមិញម៉ាងយួនគេមានឲ្យឧត្តមសេនីយ៍ម្នាក់ទទួលខុសត្រូវនៅតំបន់យ៉ាដេញណាអរគុណក្មួយ1780ហ្នឹងពូខ្ញុំចាំនៅក្នុងតំបន់យ៉ាដេញមិនមែនខេត្តយ៉ាដេញទេយ៉ាដេញពីសម័យEmperor មិញម៉ាងដែលជាព្រះរាជបុត្រារបស់យ៉ាឡុងស្ដេចមិញម៉ាងតែងតាំងឧត្តមសេនីយ៍ម្នាក់ឲ្យទទួលខុសត្រូវលើកម្ពុជាឡាវហើយនឹងដែនដីយ៉ាដេញទាំងអស់មិនមែនខេត្តយ៉ាដេញបច្ចុប្បន្នទេណាតំបន់យ៉ាដេញពីបុរាណធំណាអ្នកនឹងឈ្មោះឧត្តមសេនីយ៍ទ្រឿងមិញយ៉ាងជើងមិញយ៉ាងហ្នឹងណាជាសេនាប្រមុខដូចស្ដេចចឹងពាក់អាវពណ៌មាសក្រហមលាយជាមួយនឹងរូបនាគដល់បានទេអញ្ចឹងនៅស្រុកថៃគេយកប្រពៃណីហ្នឹងឧត្តមសេនីយ៍ដែលចូលខ្លួនទៅជាសមាជិកក្រុមប្រឹក្សាសម្ដេចព្រះចៅគឺជាកម្ពូល